សួស្តីពីមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្ដែងសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងសាច់រឿងនេះនិងចូលចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាពីឆ្នាំក្រោយមកពិភពលោកបានស្ដីបន្ទោសវ៉ាសចំពោះការបំផ្លិចបំផ្លាញទីក្រុងជូឡៃដែលធ្វើឲ្យប្រាក់រង្វាន់ចាប់ខ្លួនគាត់កើនឡើងដល់$60,000 លានយើងឃើញមករៀលទៅមើលរណ្ដៅនោះខណៈដែលនាងរំលឹកឡើងវិញនៅដំណើរផ្សងព្រេងដែលនាងមានជាមួយនឹងក្រុមទីកន្លែងលាក់ខ្លួនរបស់វ៉ាសមិនដឹងនៅទីណានោះទេប៉ុន្តែយើងឃើញអគារដែលគេបោះបង់ចោលមួយជាកន្លែងដែលវ៉ាសព្យាយាមលេងព្យ៉ាណូហើយវាហាក់ដូចជាគាត់បានបាត់បង់ការចងចាំទាំងអស់របស់គាត់មើលរៀលនឹងអ្នកយកព័ត៌មានម្នាក់ទៀតឈ្មោះមីលីបានទៅលេងហាងកាហ្វេមួយប៉ុន្តែអក្រិតជនម្នាក់ដែលពួកគេតាមដានបានមកដល់ដើម្បីបង្កភាពវឹកវរគាត់ចាប់មើលរៀលហើយសួរនាងថាតើនាងជាអ្នកយកព័ត៌មានដែលកំពុងស្វែងរកគាត់មែនទេប៉ុន្តែមីលីបានបាញ់គាត់ហើយសហការជាមួយមើលរៀលដើម្បីកម្ចាត់អ្នកផ្សេងទៀតអាជ្ញាធរបានចាប់ខ្លួនអក្រិតជនទាំងនោះហើយមើលរៀលរៀបនឹងញ៉ាំបង្អែមដែលនាងចូលចិត្តជាមួយមីលីប៉ុន្តែពួកគេឈប់នៅពេលដែលពួកគេឮព័ត៌មានអំពីការប្លន់រោងចក្រលើកដំបូងក្នុងរយៈពេល2ឆ្នាំក្នុងរយៈពេល6ខែបន្ទាប់ការប្លន់ទាំងនេះចំនួន5បន្ថែមទៀតបានកើតឡើងដូច្នេះពួកគេបានទៅទីក្រុងមួយដែលការប្លន់មួយទៅតែបានកើតឡើងថ្មីនេះហើយមើលរៀលគិតថាការប្លន់ទាំងអស់មានទំនាក់ទំនងគ្នាមីលីគិតថាប្រជាជននៅក្នុងទីក្រុងនឹងមិនត្រូវបានទីក្រុងជិតខាងស្វាគមន៍ជាជនភៀសខ្លួននោះទេហើយមើលរៀលដឹងថាគ្មានទីក្រុងណាមានធនធានសម្រាប់ជនភៀសខ្លួនទេដូច្នេះវានឹងនាំឲ្យមានចំនួនកាន់តែច្រើនលើរឿងទឹកហើយនិងអាហារនៅតាមផ្លូវត្រឡប់មកពីការស៊ើបអង្កេតវិញពួកគេបានឮដំណឹងថាវ៉ាសនៅតែកិច្ចខ្លួនហើយមីលីឆ្ងល់ថាតើណៃនៅពីក្រោយការប្លន់រោងចក្រថ្មីនេះឬអត់នាងគិតថាវ៉ាសអាចនៅមានជីវិតបើសិនបើដូច្នោះមែនហើយមើលរៀលនៅឃើញពីទស្សនវិជ្ជានៃការបំផ្លិចបំផ្លាញទីក្រុងជូឡៃកាលពី2ឆ្នាំមុនខណៈដែលមីលីដឹងថាណៃជាប់ពាក់ព័ន្ធនឹងហេតុការណ៍នោះប៉ុន្តែវ៉ាសក៏មានរួមចំណែកក្នុងការបំផ្លិចបំផ្លាញទីក្រុងផងដែរដូច្នេះវាប្រកាសជាពិបាកសម្រាប់គាត់ក្នុងការរស់នៅជាមួយនឹងកំហុសនោះមីលីនិយាយអំពីរសជាតិឆ្ងាញ់របស់បង្អែមហើយភ្លាមនោះនាងក៏សម្គាល់ឃើញនឹងកៅដ៏ធំមួយដែលធ្វើឲ្យមើលរៀលភ័យប៉ុន្តែមីលីបញ្ជាក់ថាវាមិនអីទេព្រោះសាស៊ីកំពុងតែជិះវាគាត់បញ្ជាក់ថាគាត់មកទីនេះដើម្បីបង្ហាញពួកគេនៅអ្វីដែលគួរចាប់អារម្មណ៍ហើយគាត់បានលើកឡានរបស់ពួកគេឡើងដើម្បីនាំពួកគេទៅកំណត់បែកបាក់ពី Big Fall ដែលត្រូវបានលាក់ខ្លួនមិនទាន់រកឃើញអស់រយៈពេលជាង1សតវត្សរ៍មកហើយគាត់នាំពួកគេចូលទៅក្នុងយានប៉ុន្តែមើលរៀលបានរអិលដួលហើយភ័យសន្ស្លាវនៅពេលដែលនាងបានឃើញក្រុងឆ្អឹងមនុស្សហើយសាស៊ីបញ្ជាក់ថាគ្មានអ្នកដំណើរណាម្នាក់បានរួចជីវិតពីការធ្លាក់យាននោះទេពួកគេអាចបើកភ្លើងបានហើយសាស៊ីបានបង្ហាញផ្នែកសំខាន់បំផុតនៃយានទៅពួកគេខណៈដែលគាត់បញ្ជាក់ថារោងចក្រត្រូវបានរក្សាទុកនៅទីនោះគាត់ឆ្ងល់ថាតើមានអ្វីកើតឡើងចំពោះរោងចក្រទាំងនោះបន្ទាប់ពីយានធ្លាក់ព្រោះពួកវាលែងត្រូវការអនុវត្តមុខងារណាមួយទៀតហើយមីលីគិតថាពួកវាប្រហែលជាមានឱកាសសម្រាកដែលធ្វើឲ្យសាស៊ីសប្បាយចិត្តក៏បង្ហាញរោងចក្រងាប់មួយនៅក្នុងទូទៅពួកគេហើយបញ្ជាក់ថាវាបានងាប់ភ្លាមបន្ទាប់ពីមនុស្សប៉ុន្តែមីលីក៏សម្គាល់ថាទូហាក់ដូចជាដំណើរការល្អឥតខ្ចោះហើយមើលរៀលគិតថាវាមិនមែនជាការដំណើរការចុងក្រោយឬក៏ដំណើរការខុសប្រក្រតីនោះទេដូច្នេះនាងឆ្ងល់ថាតើវាងាប់ដោយរបៀបណានាងគិតថាវាប្រកាសជាកកស្ទះដូច្នេះមីលីក៏បង្ហូរទឹកចេញពីទូហើយនៅពេលដែលមើលរៀលរៀបនឹងប៉ះវាសាស៊ីបញ្ជាក់ថាមើលរៀលក៏ដូចវ៉ាស់ដែរព្រោះនាងក៏មិនអាចទ្រាំមើលរោងចក្ររោងទុកដូចគ្នាគាត់និយាយថាណៃមានអារម្មណ៍ដូចគ្នាប៉ុន្តែមីលីបានលើកឡើងពីរឿងដែលណៃបានព្យាយាមសម្លាប់មនុស្សទាំងអស់ដើម្បីបង្កើតឋានសួគ៌សម្រាប់រោងចក្រហើយសាស៊ីសួរមើលរៀលថាហេតុអ្វីបានជានាងមិនចង់ឲ្យរោងចក្ររោងទុកមើលរៀលបញ្យល់ថាមនុស្សកេងប្រវ័ញ្ចរោងចក្រដើម្បីរស់ហើយបញ្ជាក់ថានាងក៏ចង់ធ្វើឲ្យអ្វីៗប្រសើរឡើងសម្រាប់រោងចក្រផងដែរប៉ុន្តែវានឹងធ្វើឲ្យមនុស្សធ្លាក់ក្នុងគ្រោះថ្នាក់សាស៊ីគិតថាវាជាវត្តដែលមិនចេះចប់ហើយមើលរៀលក៏បានប៉ះរោងចក្រនោះប៉ុន្តែវាស្រាប់តែប្រែទៅជាធូលីដីនាងនិយាយថានាងនៅតែចង់ស្វែងរកវិធីល្អបំផុតដើម្បីឈ្មោះទៅមុខមិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណានោះទេហើយមីលីគិតថាពួកគេគ្រាន់តែត្រូវរៀនរស់នៅដោយមិនពឹងផ្អែកលើរោងចក្រនាងគិតថាពួកគេអាចហូបសាច់ដង្កូវបានដែលធ្វើឲ្យសាស៊ីសើចហើយគាត់បញ្ជាក់ថាគាត់ចូលចិត្តភាពសាមញ្ញរបស់នាងលើរឿងផ្សេងមើលរៀលបានទទួលសារមួយពីទីស្នាក់ការកណ្ដាលដែលនិយាយថាយោងតាមការផ្សាយសញ្ញាកងនាវាមួយកងមកពីផែនដីកំពុងធ្វើដំណើរទៅកាន់ទឹកដីគ្មានមនុស្សយោងតាមសារនោះកងនាវានោះកំពុងតែធ្វើដំណើរទៅកាន់ចង្កោមផ្កាយ Berkeley 59ដើម្បីស្វែងរកព្រំដែនថ្មីពួកគេនឹងចូលមកជិតភពក្នុងរយៈពេលប្រហែល6ខែហើយអ្នកណាដែលចង់ចូលរួមជាមួយពួកគេអាចអមដំណើរពួកគេទៅកាន់ព្រំដែនថ្មីបាននៅបានមនុស្សគ្រប់គ្នារីករាយដែលបានឮដំណឹងនោះហើយពួកគេទាំងអស់គ្នាចាប់ផ្ដើមអបអរសាទរព្រោះពួកគេគិតថាពួកគេនឹងចាកចេញពីភពនេះក្នុងរយៈពេល6ខែទៀតបរិយាកាសនៅក្នុងបារបានផ្លាស់ប្ដូរនៅពេលដែលមានមនុស្សចម្លែកម្នាក់ឈ្មោះ Hopper បានមកដល់ដើម្បីទិញទឹកដោះគោហើយអ្នកក្លុកស្រាបានរំលឹកគាត់ឲ្យប្រើទ្វារខាងក្រោយព្រោះគាត់កំពុងរំខានដល់មនុស្សគ្រប់គ្នាក៏បានត្រឡប់ទៅផ្ទះដែលគេបោះបង់ចោលនៅខាងក្រៅទីក្រុងជាកន្លែងដែលគាត់ចម្អិនបបរឲ្យវ៉ាសដែលវ៉ាសហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពដោយរុក្ខជាតិបន្ទាប់ពីអបតហេតុនៅទីក្រុងជូឡៃHopper បញ្ជាក់ថាមនុស្សនៅក្នុងទីក្រុងមានចិត្តល្អព្រោះពួកគេលក់ទឹកដោះគោឲ្យគាត់ទាំងពេញចិត្តហើយគាត់និយាយថាមានការប្រកាសអំពីការមកដល់របស់យានប៉ុន្តែគាត់ឈប់ព្រោះគាត់គិតថាវ៉ាសនឹងមិនចាប់អារម្មណ៍នោះទេ
បន្ទាប់ពីនោះគាត់ទៅយានដ្ឋានដើម្បីបង្កើតអ្វីមួយហើយគាត់បានបន្តធ្វើរឿងដដែលៗនៅថ្ងៃបន្ទាប់ពេលគាត់កោរពុកមាត់របស់ Vas គាត់មានការពិបាកទប់អារម្មណ៍របស់គាត់ហើយយើងបានដឹងថាគាត់ចង់សម្លាប់ Vas ព្រោះគាត់បានបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់នៅពេលដែលទីក្រុង July ត្រូវបានបំផ្លាញហើយគាត់ហៅ Vas ដោយប្រើឈ្មោះ Erix គាត់ត្រូវបានរំខាននៅពេលដែលមានអ្វីមួយធ្លាក់នៅពីក្រោយផ្ទះដូច្នេះគាត់ក៏ចេញទៅខាងក្រៅហើយបានរកឃើញក្មេងស្រីរងរបួសម្នាក់ឈ្មោះ Jessica នៅក្នុងអតីតកាលមួយយើងឃើញថាអ្នកដំណើរក្នុងយានទី3ក៏ទទួលបានសារពីយាន Colony ដែរហើយពួកគេជឿថាវាជាការពិត Jessica គិតថាការអំពាវនាវរកជំនួយដ៏យូររបស់ពួកគេទីបំផុតបានទទួលផលហើយពីព្រោះមានយានដែលបានចាក់ចេញពីផែនដីប្រហែល150ឆ្នាំមុនទើបតែទទួលការបញ្ជូនពីផ្ទះរបស់ពួកគេ Brad មានសង្ឃឹមប៉ុន្តែវិស្វករយានបញ្ជាក់ថាពួកគេមិនអាចទំនាក់ទំនងជាមួយនឹងកងនាវាបានទេរហូតដល់ពួកគេចូលមកជិតព្រោះពួកគេនៅមានចម្ងាយ 0.15 ឆ្នាំពន្លឺទៀតពីទឹកដីគ្មានមនុស្សដូច្នេះវានឹងចំណាយពេល2ខែសម្រាប់ពួកគេដើម្បីផ្ញើសារវិស្វករយានគិតថាពួកគេនឹងត្រូវបានសង្គ្រោះប៉ុន្តែលួយតាមិនប្រកាសទេហើយបញ្ជាក់ថាពួកគេមិនអាចបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេបានឡើយនាងនៅតែគិតថាវាជាដំណឹងល្អហើយបញ្ជាក់ថាក្តីសង្ឃឹមផ្ដល់ឲ្យពួកគេនូវភាពក្លាហានដើម្បីរស់នៅរហូតដល់ថ្ងៃបន្ទាប់ប៉ុន្តែសម្លេងអាសន្នចាប់ផ្ដើមរោភ្លាមៗហើយយើងឃើញថាពួកគេកំពុងរងការវាយផា Brad ដាក់ Jessica នៅក្នុងយានរថគេចមួយហើយប្រាប់នាងឲ្យទៅរក Vas ដោយប្រើឧបករណ៍តាមដាននៅក្នុងឧបករណ៍សវនមិត្តរបស់ Vas ហើយគាត់បញ្ជាក់ថាពួកគេនឹងរងចាំរហូតដល់ Vas មកដល់ត្រឡប់មកបច្ចុប្បន្នវិញ Jessica ភ្ញាក់ឡើងហើយនាងបង្ហាញរូបភាពរបស់ Vas ទៅ Hopper ដោយបង្ហាញថានាងមករក Vas Hopper ប្រាប់នាងឲ្យដើរតាមគាត់ប៉ុន្តែនាងមិនអាចដើរបានទេដោយសារតែរបួសរបស់នាងដូច្នេះគាត់ក៏ដឹកនាងត្រឡប់ទៅផ្ទះវិញជាកន្លែងដែលនាងបានឃើញ Vas កំពុងតែលេង piano នាងរត់ទៅអោបគាត់ប៉ុន្តែគាត់សម្គាល់ថាគាត់មិនធម្មតាទេហើយ Hopper ប្រាប់នាងថាផ្ទះរបស់ Erix គឺបែបនេះជាយូរមកហើយប៉ុន្តែនាងមិនយល់ពីអ្វីដែល Hopper ចង់មានន័យនោះទេ Hopper ប្រាប់នាងថាគាត់បានរកឃើញ Vas នៅក្នុងស្ថានភាពនេះបន្ទាប់ពីការបំផ្លិចបំផ្លាញទីក្រុង July ហើយគាត់គិតថា Vas បានបាត់បង់ការចងចាំរបស់គាត់បន្ទាប់ពីអ្វីដែលគាត់បានឆ្លងកាត់ប៉ុន្តែ Jessica ឆ្ងល់ថាហេតុអ្វីបានជា Hopper ហៅ Vas ថា Erix នាងព្យាយាមនិយាយជាមួយ Vas ប៉ុន្តែនាងមិនច្បាស់ថាត្រូវចាប់ផ្ដើមពីណាទេហើយនាងក៏ចាប់ផ្ដើមយំដូច្នេះ Hopper សួរនាងថាតើនាងយ៉ាងម៉េចហើយនាងបង្ហាញថាពួកគេដឹងថា Vas នៅមានជីវិតប៉ុន្តែពួកគេមិនបានរកគាត់ទេព្រោះពួកគេមិនបានដឹងថាគាត់បានរងទុក្ខវេទនាប៉ុណ្ណានាងគិតថាវាប្រហែលជាល្អបើសិនបើពួកគេទុកគាត់ចោលប៉ុន្តែនាងនឹកឃើញដល់ Brad និងអ្នកផ្សេងទៀតដែលធ្វើឲ្យនាងព្រួយបារម្ភនាងគិតថា Hopper ប្រកាសជាងឿងឆ្ងល់ព្រោះគាត់មិនអាចយល់ពីអ្វីដែលនាងកំពុងនិយាយប៉ុន្តែពេលឮនាងនិយាយអំពីអបាតុហេតុនោះក៏ធ្វើឲ្យ Hopper ខឹងបន្ទាប់ពីនោះ Hopper បានបោះកំភ្លើងទៅឲ្យ Vas ដោយប្រាប់ Vas ថាគាត់នឹងសម្លាប់ក្មេងស្រីនោះនៅពេលយប់ហើយគាត់ចង់ឲ្យ Vas ប្រយុទ្ធជាមួយគាត់បើសិនបើ Vas ចង់ជួយសង្គ្រោះនាងនៅពេលដែល Hopper រងចាំ Vas បង្ហាញខ្លួនគាត់នឹកឃើញពីពេលដែលគាត់បានរកឃើញនារីខ្វាក់ភ្នែកម្នាក់ឈ្មោះ Erix នៅតាមផ្លូវហើយគាត់បាននាំនាងមកផ្ទះវិញគាត់បានមើលថែនាងហើយថែមទាំងបានសម្លាប់អ្នកដែលបានធ្វើបាបនាងទៀតផងដូច្នេះនៅទីបំផុតនាងក៏ចាប់ផ្ដើមទុកចិត្តគាត់ប៉ុន្តែនាងបានស្លាប់នៅពេលដែលទីក្រុង July ត្រូវបានបំផ្លាញត្រឡប់មកបច្ចុប្បន្នវិញ Vas បានបង្ហាញខ្លួនហើយ Hopper បញ្ជាក់ថា Jessica កំពុងដេកលក់ប៉ុន្តែគាត់នឹងសម្លាប់នាងបើសិនបើ Vas ចាញ់ការប្រកួតគាត់បញ្យល់ថា Vas អាចជួយសង្គ្រោះនាងបានលុះត្រាតែសម្លាប់គាត់ហើយគាត់ប្រើដៃរបត់របស់គាត់ដើម្បីហោះឡើងទៅលើគាត់ស្ទុះទៅរក Vas ប៉ុន្តែ Vas អាចគេចបានយ៉ាងងាយហើយនៅពេលដែល Hopper ធ្លាក់មកដី Vas ចងចាំពីរឿងដែល Hopper មិនបានញ៉ាំអ្វីទេដើម្បីទុកឲ្យគាត់ញ៉ាំប៉ុន្តែ Hopper ក្រោកឡើងវិញភ្លាមៗហើយស្ទុះទៅរក Vas ម្ដងទៀតគាត់អាចរុញ Vas ថយក្រោយបានប៉ុន្តែ Vas ទាត់គាត់ចេញហើយតម្រង់កំភ្លើងរបស់គាត់ដូច្នេះ Hopper ក៏ប្រាប់ Vas ឲ្យបាញ់គាត់ដោយពេលដែល Vas បានបំផ្លាញទីក្រុង Hopper និយាយថាអ្វីដែល Vas បានយកពីគាត់គឺពាក់កណ្ដាលនៃអត្ថភាពរបស់គាត់ដែលធ្វើឲ្យ Vas មានការភ្ញាក់ផ្អើលហើយគាត់ក៏អនុញ្ញាតឲ្យ Hopper បុកគាត់ Vas និយាយថាគាត់កំពុងមានសបិនដ៏វែងមួយហើយ Hopper មានចិត្តល្អចំពោះគាត់ព្រោះ Hopper អាចសម្លាប់គាត់នៅពេលណាក៏បាន Vas ឆ្ងល់ថាហេតុអ្វីបានជា Hopper មិនធ្វើវាព្រោះគាត់មិនបានព្យាយាមបញ្ឈប់ Hopper ទេហើយ Vas បញ្ជាក់ថាគាត់អាចទទួលយកការស្លាប់នៅក្នុងដៃរបស់ Hopper បានប៉ុន្តែគាត់មិនអាចអនុញ្ញាតឲ្យ Hopper សម្លាប់ Jessica ទេ Hopper សូមឲ្យ Vas បញ្ចប់ទុក្ខវេទនារបស់គាត់ប៉ុន្តែ Vas បដិសេធមិនធ្វើវាហើយ Hopper ក៏វាយប្រហារគាត់ពីខាងលើដូច្នេះ Vas ក៏បាញ់បំបែកដៃរបស់ Hopper ដែលធ្វើឲ្យវាដំណើរការខុសប្រក្រតី Hopper បានធ្លាក់ទៅលើដីហើយគាត់ប្រាប់ Vas ឲ្យសម្លាប់គាត់ប៉ុន្តែ Vas មិនអាចធ្វើវាបានទេដូច្នេះ Hopper ក៏ចាប់ដៃរបស់ Vas ហើយបាញ់ខ្លួនឯងចំបេះដូងហើយនៅគ្រាចុងក្រោយ Hopper បញ្ជាក់ថា Vas នឹងបន្តរស់នៅនិងរងទុក្ខវេទនានៅក្នុងពិភពលោកដ៏គួរឲ្យខ្លាចនេះ Hopper បានឃើញ Erix មុនពេលដែលគាត់ស្លាប់ប៉ុន្តែ Vas ចាប់ផ្ដើមយំហើយគាត់ឆ្ងល់ថាតើអ្វីៗអាចនឹងប្រសើរជាងនេះដែរទេបើសិនបើគាត់មិនបានកើតមក Vas អៀវ Jessica ហើយនាងសុំទោសព្រោះនាងមិនចង់រំខានគាត់ទេប៉ុន្តែនាងបញ្យល់ថាពួកគេគ្មានជំនឿឡើយគាត់សួរថាតើផ្ទះរបស់ពួកគេពិតជាកំពុងរងការវាយផាមែនទេព្រោះមានតែមនុស្សម្នាក់ទេដែលដឹងថាត្រូវរកវានៅណាដូច្នេះគាត់ដឹងថាណៃអាចនៅរស់គាត់លេង piano ជាលើកចុងក្រោយដោយសារគាត់នឹកឃើញពីអតីតកាលរបស់គាត់ហើយគាត់ក៏ចាកចេញជាមួយ Jessica ដើម្បីជួយសង្គ្រោះអ្នកផ្សេងទៀត
ហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចិត្ត like subscribe ដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ